បងប្អូនណាខ្លះចង់មានលុយសន្សំមកកញ្ចប់សម្រាប់នៅពេលដែលខ្លួនឯងចាប់ទៅយកទៅប្រើប្រាស់ឬបើមិនអញ្ចឹងទេចង់សន្សំលុយដើម្បីទិញអីមួយយ៉ាងដែលអត់ចង់រំខានលុយរបស់ឪពុកម្ដាយវីដេអូនេះគឺស័ក្តិសមជាមួយបងប្អូនបំផុតអញ្ចឹងកលឹះទាំង6នេះនឹងជួយឲ្យបងប្អូនអាចធ្វើការសន្សំលុយបានបើទោះជាបងប្អូនរៀននៅបឋមសិក្សារៀននៅវិទ្យាល័យឬក៏រៀននៅសាកលវិទ្យាល័យក៏ដោយកលឹះទី1គឺបងប្អូនត្រូវកំណត់គោលដៅនៃការសន្សំជាមុនសិនធម្មតាធ្វើអីក៏ដោយត្រូវតែមានគោលដៅបើសិនជាបងប្អូនធ្វើការសន្សំលុយតែបងប្អូនអត់ដឹងថាតើសន្សំដើម្បីអីនោះវាធ្វើទៅអត់កើតទេអញ្ចឹងបងប្អូនត្រូវតែដឹងសិនថាតើខ្លួនឯងសន្សំលុយដើម្បីអ្វីចំនួនប៉ុណ្ណារយៈពេលប៉ុណ្ណាពីព្រោះដើម្បីឲ្យពួកយើងអាចកណនាបានថាលទ្ធភាពដែលយើងធ្វើទៅរួចប៉ុណ្ណាហើយអ្វីដែលយើងចង់បាននោះយើងត្រូវសន្សំរយៈពេលប៉ុណ្ណាអញ្ចឹងត្រូវតែកំណត់ឲ្យបានច្បាស់លាស់កលឹះទី2គឺបងប្អូនត្រូវដកលុយសន្សំចេញទុកសិនមុននឹងបងប្អូនធ្វើការចំណាយពីព្រោះជាធម្មតាបើសិនជាបងប្អូនទ្រលាប់ដកលុយសន្សំទុកបើទោះបីជាតិចឬក៏ច្រើនក៏ដោយតាមលទ្ធភាពរបស់បងប្អូនតែធ្វើយ៉ាងណាត្រូវដកសិនមុននឹងចំណាយពីព្រោះនៅពេលដែលបងប្អូនដកសិនវាធ្វើឲ្យបងប្អូនធ្វើការចំណាយយ៉ាងប្រយ័ត្នប្រយែងបំផុតហើយដឹងថាតើយើងមានចំនួនប្រមាណសម្រាប់ធ្វើការចាយវាឯចំណែកកលឹះទី3គឺបងប្អូនធ្វើការបែងចែកលុយទៅតាមថ្ងៃសម្រាប់ចាយឧទាហរណ៍ជាក់ស្ដែងដូចជាបងប្អូនត្រូវចាយលុយមួយថ្ងៃប្រមាណ 5,000 10000 20000 អញ្ចឹងកំណត់ដោយយកត្រឹមតែចំនួនលុយដែលខ្លួនឯងកំណត់ហ្នឹងទៅបានហើយពីព្រោះវាគឺជាមធ្យោបាយមួយដែលជួយកាត់បន្ថយការចាយខ្ជះខ្ជាយរបស់បងប្អូនហើយលើសពីហ្នឹងទៅទៀតវាជួយឲ្យបងប្អូនហ្នឹងញែកបានយ៉ាងច្បាស់ពីតម្រូវការពិតប្រាកដនិងតម្រូវការមិនពិតប្រាកដកលឹះទី4គឺបងប្អូនត្រូវធ្វើការកត់ត្រានៅចំណាយចំណូលរបស់ខ្លួនតែពិតសម័យនេះយើងមានរបៀបនៅក្នុងការកត់ត្រានៅចំណាយចំណូលរបស់ខ្លួនបានយ៉ាងស្រួលមិនថាប្រើបច្ចេកវិទ្យាឬក៏ពេលខ្លះសរសេរដោយដៃក៏បានដែរប៉ុន្តែត្រូវធ្វើការកត់រាល់ចំណូលដែលខ្លួនទទួលបាននិងរាល់ចំណាយដែលចេញទៅវិញពីព្រោះយើងដឹងច្បាស់ថាតើលទ្ធភាពនៅក្នុងការចាយរបស់យើងត្រឹមកម្រិតណាព្រោះតែចំណូលប៉ុណ្ណឹងបើយើងចាយលើហ្នឹងយើងមានលុយណាចាយហើយចំណាយវិញនៅពេលដែលយើងកត់យើងដឹងច្បាស់ថាតើយើងចាយទៅលើអីហើយលើពីហ្នឹងបងប្អូនឬក៏បងប្អូនអាចដឹងបានថាចំណាយដែលយើងចាយទៅនោះបើសិនជាយើងចង់កាត់យើងគួរតែកាត់ផ្នែកណាអញ្ចឹងនៅពេលដែលយើងអត់កាត់ត្រាគឺយើងអត់ដឹងទេតែនៅពេលដែលយើងកាត់ត្រាយើងដឹងថាតើផ្នែកណាដែលយើងអាចឆាប់វាចេញបានកលឹះទី5នោះគឺបងប្អូនអាចប្រើសិទ្ធិខ្លួនឯងជានិស្សិតឬក៏ជាសិស្សប្រទេសណាក៏ដូចជាប្រទេសណាដែរនៅពេលដែលយើងជាសិស្សឬក៏ជានិស្សិតរាល់ការប្រើសេវាកម្មមួយចំនួនឬក៏រាល់ការទិញផលិតផលមួយចំនួនគេមានការ discount គេមានការបញ្ចុះតម្លៃហើយពេលខ្លះយើងមានអារម្មណ៍ថាវាគឺជារឿងដែលតិចតួចស្ដួយស្ដើងមែនតើក៏ប៉ុន្តែចង់ប្រាប់ថាតិចតួចក៏ដោយប៉ុន្តែនៅពេលដែលយើងចាយជាប្រចាំឬក៏អសកម្មភាពនោះគឺជាសកម្មភាពនៃចំណាយប្រចាំរបស់យើងយល់ល្អគួរតែប្រើសិទ្ធិពិសេសនេះពីព្រោះវាជួយសន្សំសំចៃយើងបានច្រើនជាចុងក្រោយកលឹះទី6បើសិនជាបងប្អូនណាមានលទ្ធភាពនៅក្នុងការស្វែងរកការងារខាងក្រៅធ្វើបានល្អមែនតើពីព្រោះវាមិនត្រឹមតែដើរតួនៅក្នុងការជួយរកចំណូលបន្ថែមឲ្យយើងទេប៉ុន្តែវាជួយបង្កើនប្រាក់សន្សំយើងទៀតពីមុនមានលទ្ធភាពសន្សំតែប៉ុណ្ណេះទេប៉ុន្តែនៅពេលដែលបងប្អូនធ្វើការក្រៅម៉ោងថែមទៀតបងប្អូនអាចមានប្រាក់សន្សំលើសពីចំនួនដែលខ្លួនឯងកំណត់ហើយអីដែលសំខាន់បងប្អូននឹងដឹងច្បាស់ពីគុណតម្លៃនៃលុយអញ្ចឹងជាចុងក្រោយកលឹះទាំង6នេះនឹងជួយឲ្យបងប្អូនអាចសន្សំលុយទិញអ្វីដែលបងប្អូនចង់បានដោយមិនចាំបាច់រំខានលុយរបស់ឪពុកម្ដាយទេអរគុណខ្ញុំរីករាយដែលបានធ្វើការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងបុព្វហេតុអប់រំនិងយុវជន